មនុស្សនៅក្នុងភូមិត្រូវសម្លាប់ចោលទាំងអស់អត់ទេឆានវាងសៀវលីនទោះបីជាត្រកូលសៀរបស់យើងនេះត្រូវវិនិច្ឆ័យដល់កម្រិតណាក៏ដោយក៏យើងមិនព្រមឲ្យឯងនេះប្រើអាភិននេះមកបំផ្លាញជាតិនិងបំផ្លាញពូជអម្បូររបស់យើងឡើយប្រលឹងជាតិស្អីទៅយើងគ្រាន់តែដឹងថាឯងកាត់ផ្លូវរកស៊ីរបស់យើងអញ្ចឹងយើងនឹងសម្លាប់ឯងមួយគ្រួសារមាត់កំណត់ស្លាប់រស់កំបិតកាត់មេឃដីចង់ដឹងរឿងថ្ងៃក្រោយសួរអ្នកលក់កំបិតសិនទៅថាគេជួយឬក៏អត់ពីមុនខ្ញុំហាក់ដូចជាធ្លាប់ជួបនាងណែណាតាចាស់យើងនេះហើយជាមេគ្រួសារតកូលធូសានចំនួនទី49អញ្ចឹងលោកជាអ្នកឆ្លងកាត់គ្រប់សម័យកាលនិងបន្តវេនព្រឹត្តិការណ៍ប្រើកំបិតទឹកចេះមើលជោគជតារាសីដែលអ្នកគ្រប់គ្នាហៅថាអ្នកបំពុលកំបិតនៃត្រកូលធូសានមែនទេមិនខុសទេគឺជាយើងថ្ងៃនេះយើងឲ្យកំបិតមួយដើម្បីដោះស្រាយគ្រោះមហន្តរាយឲ្យត្រកូលសៀបានសុខសាន្តតាកញ្ចាស់ឯងទើបតែមកពីណាបានជាមកសម្ដែងធ្វើជាខ្មោចលងនៅទីនេះឆាប់ចេញឲ្យឆ្ងាយទៅបើមិនអញ្ចឹងទេឯងនឹងចៅស្រីរបស់ឯងប្រកាសជាត្រូវគ្របកំភ្លឺរបស់ជើងជាមិនខានចុះបំណត់បញ្ចាំកំបិតនេះត្រូវសងវិញយ៉ាងម៉េច10ឆ្នាំក្រោយត្រូវរៀបការជាមួយនឹងចៅស្រីខ្ញុំធូសានជីវជាភរិយាតើកំបិតនេះព្រមឬក៏អត់បំណុលលក់កបិតនេះត្រកូលសៀខ្ញុំទទួលយកអ្នកលក់កបិតឈួតស្អីគេនៅពីមុខកំភ្លឺរបស់ខ្ញុំអ្វីក៏ដូចជាមន់នឹងឆ្កែដែរបាញ់ទៅកុំឲ្យសល់ម្នាក់សម្លាប់ឲ្យអស់មែនអីកិច្ចសន្យា10ឆ្នាំកុំភ្លេចឲ្យសោះលោកតាក្មេងម្នាក់នោះមើលតែខ្សោយណាស់ហេតុអីខ្ញុំត្រូវរៀបការជាមួយគេនៅពេលដែលតាផុតទៅក្នុងលោកនេះសល់តែចៅម្នាក់គត់ដែលមានឈាមជ័រអ្នកលក់កំបិតបើចង់បំបាយបណ្ដាសាដែលមិនអាចរស់ហួស20ឆ្នាំបានមានតែរៀបការជាមួយនឹងក្មេងត្រកូលសៀដែលមានជោគជតារាសីផ្កាយអធិរាជប៉ុណ្ណោះភ្ជាប់ជោគវាសនាជាមួយគ្នាទើបមានសង្ឃឹមរស់ជាផ្លូវពួកមេខ្យល់ចាប់ក្មេងហើយចេះពីផ្លូវយើងកុំចូលមកបើចូលមកយើងនឹងសម្លាប់ក្មេងនេះចោលជាបង្ខំហើយកើតស្អីហ្នឹងបើអញព្រមបកគោខ្លួនពេលនេះខ្ញុំនឹងពិភាក្សាជាមួយមេតបសៀដើម្បីសម្រាប់ទោសឯងបានមិនបាច់ឯងនិយាយច្រើនទេទោះបីជាយើងមិនដឹងថាលោកមេតបសៀសម្រាប់មនុស្សប្រមាណអ្នកក៏ដោយបើធ្លាក់ក្នុងដៃគេខ្ញុំប្រកាសជាជាប់ហើយខ្ញុំឈ្មោះធូសាន់ជីវជាអ្នកលក់កំបិតម្នាក់ចុងក្រោយក្នុងលោកនេះ10ឆ្នាំបានមកដល់លឿនត្រឹមមួយប្រព្រឹត្តភ្នែកបំណុលកំបិតត្រូវតែសងអតិទេពឬខ្មោចក៏ត្រូវយល់មកដែរលោកមិនទាត់ចង់ទិញកំបិតទេម៉ាក់មើលបងប្រុសចុះនេះជាមន្តអាគមមែនទេមួយថ្ងៃឃើញតែកាន់ដៃនេះជាប់ខ្លួនសូមរាយការណ៍លោកមេតបលោកម្ចាស់ផ្ញើឯកសារមកអ្នកនាងធូសានចុះពីលើភ្នំហើយប្រញាប់ទៅទទួលគេនៅស្ថានីយ៍រថភ្លើងទៅទីបំផុតនាងចុះពីលើភ្នំហើយកងកាពីទៅទទួលអ្នកនាងធំពីភូមិមកគ្រឹះវិញសូមរាយការណ៍លោកមេតបនៅសមរភូមិកំពុងតែមានរឿងអាសន្នបងប្រុសសមរភូមិកំពុងតែតានតឹងខ្លាំងណាស់មិនអីទេសៀជាចុះពីលើភ្នំហើយខ្ញុំត្រូវតែទទួលនាងស្ថានភាពមិនទាន់ណាស់តបខាងជើងកំពុងតែឡំពាត់ពួកយើងបងប្អូនរបស់យើងចិត្តទប់ទល់លែងជាប់ហើយបងប្រុសខ្ញុំទៅទទួលបងថ្លៃជំនួសចុះធានាថាបំពេញភារកិច្ចឲ្យជោគជ័យបើអញ្ចឹងឯងទៅទទួលចុះតែហាមកុំធ្វើអ្វីអាក្រក់ដាក់បងថ្លៃរបស់ឯងអសោះមេការផ្ទះជួរៀបចំបណ្ដាការឲ្យស៊ីជីវហើយគ្រប់យ៉ាងត្រូវតែត្រួតពិនិត្យថែមទៀតផងលោកមេទាត់ចង់ទិញកំបិតទេលោកកំបិតកំណត់ដល់ជោគវាសនាទោះក្តៅត្រជាក់ក៏មិនប្រែព្រោះត្រកូលលោកកំបិតនឹងសម្រេចប្រាថ្នាអនាគតបានសុខសាន្តលោកកំបិតស្អីហ្នឹងមិនមែនជាអ្នកបោកប្រាស់ទេដឹង
សំទោសផងខ្ញុំមិនចាប់អារម្មណ៍នឹងល្បិចបោកប្រាស់បែបនេះទេសូមរាយការណ៍លើអនុសនីរមមិនឃើញក្មេងដែលចាប់ចម្រិតនោះទេ ចាប់ខ្ញុំចោះតែពួកឯងគ្មានថ្ងៃដឹងថាលាក់ក្មេងនៅកន្លែងណានោះទេ ឬមួយក៏នាងពិតជាដឹងតម្រុយមែនមិនអីទេកំបិតនេះខ្ញុំទិញហើយ ក្រុងឈីឆាំង ស្អីគេចេះ មែនហើយ ហោះសិតតានេះស្អីគេចេះ រងលខានហ្វូស៊ូនៅប៉ែកខាងលិចជាកន្លែងលាក់ក្មេងៗ ក្រុមទី1នៅទីនេះសួរចម្លើយបន្តអ្នកផ្សេងទៅឡោមព័ទ្ធរោងល្ខោនហ្វូស៊ូភ្លាមទៅបាទ មួយខែក្រោយ សូមរាយការណ៍លោកអនុសនីនៅក្នុងបន្ទប់សម្ងាត់នៃរោងល្ខោនមានក្មេង107នាក់ពិតមែនជួយបានទាំងអស់ចំណែកអ្នកជួញដូរចាប់បាន5នាក់ដែរកូនធម៌ដ៏ធំធេងរបស់នាងខ្ញុំចាំងសាវឹងនាំក្មេងៗទាំងអស់ទៅជួបគ្រួសាររបស់គេសូមអរគុណអ្នកនាង លោកប្រុសទី2ត្រូវការខ្ញុំជូនដំណើរទៅស្ថានីយរថភ្លើងណាទេឲ្យខ្ញុំរៀបចំកន្លែងទទួលបងថ្លៃទេ នាងសាសមជាបងថ្លៃស្អីទៅគ្រាន់តែជាស្រីឆោតម្នាក់ដែលឆ្លៀតឱកាសពេលមានអាសន្នចង់មកដណ្ដើមវាសនាបងប្រុសខ្ញុំតែប៉ុណ្ណោះ តែលោកមិនតបធំ បាត់មាត់មិនត្រឹមតែបងប្រុសធំទេសូម្បីតែលោកតាគ្រួសារខ្ញុំក៏ផ្ដាច់ផ្ដាំទៀតថាមិនឲ្យធ្វើរឿងដែលមិនគួរសមដាក់ធូសានជីវនឹងដែរខ្ញុំចង់ដឹងណាស់ថាស្រីជនបទម្នាក់នឹងមានសមត្ថភាពខ្លាំងស្អីទៅ បងប្រុសទី2សួស្ដីខ្ញុំឈ្មោះធូសាន់ជីវជាកូនដណ្ដឹងរបស់បងប្រុសឯង បងប្អូនទាំងអស់ទៅមន្ទីរវិញសៀជីបាច់គ្នា10ឆ្នាំហើយសង្ឃឹមថានឹងបានជួបនេះម្ដងទៀតអញគិតថាក្មេងស្រីសម័យនេះចូលចិត្តមនុស្សប្រុសបែបណាដែរ ក្មេងស្រីមែនទេ ខ្ញុំចង់បានន័យថាក្មេងស្រីអាយុ19ឆ្នាំនោះអី អសូមរាយការណ៍លោកមេតបក្មេងស្រីសម័យនេះចូលចិត្តមនុស្សប្រុសដែលសង្ហាដូចជាត្បូងមិនមែនដូចជាលោកដែរនៅក្បែរហើយនាំតែភ័យខ្លាចនោះទេសូម្បីតែមូសញីក៏មិនហ៊ាននៅចិត្តផងនេះមិនឈឺចាស់ចង់ចេញផ្កាមែនទេ រៀបចំខ្លួនទៅបន្តិចទៀតចូលក្រុង បាទ ខ្ញុំឈ្មោះធូសាន់ជីវជាកូនដណ្ដឹងបងប្រុសឯង សម្រស់ក៏មិនអន់ដែរតែគួរឲ្យស្ដាយគឺជាអ្នកស្រែវ៉ាលីនឹងទៅខ្ញុំជួយកាន់ឲ្យម៉ណែមិនក៏កាក់ម្លេះទៅឲ្យខ្ញុំមិនក៏មិនបញ្ញាមកជួយគ្នាមកពីភ្នំមែនទេខ្លាចតែមិនដែលឃើញឡានផងមើលទៅចាំមើលបន្តិចទៀតយើងនឹងបើកឲ្យលឿនឲ្យស្រីមាត់ដាច់ដូចជានាងភ័យដល់យំ ប៉ិតជាមិនដែលឃើញមែន យោអញ្ចឹងចាំបន្តិចទៀតអង្គុយឲ្យជាប់ទៅណាបន្តិចទៀតចាំខ្ញុំបើកឲ្យដូចហោះអញ្ចឹងកុំភ័យយំឲ្យសោះណាចម្លែកម្ល៉េះខ្ញុំមិនទាន់ជន់ហ្គាផងមើលតែអ្នកប្រុសទី2ក៏មិនស្ដាយជាឡានដែនតាចូលដល់មកបងប្រុសឯងខ្ញុំលោកកបិតឯងមួយចាស់ជប់នេះម៉ោង9ដល់ម៉ោង11យប់គឺកុំប៉ាឡាននេះអសោះ លោកកំបិតឈួតស្អីទៅមើលទៅសុទ្ធតែជារបបបោកប្រាស់នៅក្នុងសង្គមដើម្បីបំភ័យគេសោះ
ឆ្នាំទី2នៃសម័យសាធារណរដ្ឋត្រកូលសៀបានយកការរៀបការមកធ្វើជាបំណុលជំពាក់កិច្ចសន្យាឋានសួគ៌10ឆ្នាំឥឡូវនេះ10ឆ្នាំបានម្ដងហើយអ្នកលោកកំបិតចំនួនទី51ធូសាន់ជឿមកដើម្បីទីបំណុលវិញ អ្នកនាងជាធូសានមែនទេល្អណាស់អ្នកនាងធូសានសូមអញ្ជើញចូលក្នុងសូមអញ្ជើញអ្នកនាងសូមអញ្ជើញអ្នកស្រីអ្នកនាងធូសានមកដល់ហើយ ក្មេងស្រីម្នាក់នេះមើលទៅមានសម្រស់ដែរតា អ្នកម៉ាក់អ្នកណានាំគេចូលមក នេះគឺជាសាន់ជឿមែនទេឯងមកដល់ក៏មិនប្រាប់ឲ្យដឹងមុនសោះឆាប់អង្គុយចុះផឹកទឹកសិនទេសាជឿអើយធ្វើដំណើរមកហត់ហើយមែនទេទឹកប្រាក់100000ជាន់នេះសូមក្មួយទទួលយកចុះលោកស្រីសៀតើនេះបានន័យថាម៉េចលោកស្រីសៀតើនេះបានន័យថាម៉េច ចង់បានន័យថាម៉េចទៀតគឺឲ្យនាងយកលុយហើយក៏ចេញទៅវិញទៅ តាផ្ទះ បើទៀត សាវជីវមីងដឹងថាតកូសៀមានថ្ងៃនេះក៏ដោយសារតែលោកតារបស់ក្មួយជួយការពីមុនពេលលោកតាក្មួយចែកឋានទៅមីងក៏សោកស្ដាយណាស់ដែរលុយទាំងនេះក្មួយយកទៅចោះធានាថាមួយជីវិតនេះក្មួយមិនខ្វះការហូបចុកទេ យ៉ា សាវជីវមីងដឹងថាលើកនេះក្មួយចូលពីភ្នំមកគឺដើម្បីរកគ្រួសារល្អៗរៀបការប៉ុន្តែសើយីកូនប្រុសមីងឥឡូវគេជាមេតបធំហើយប្រហែលជាមិនសមនឹងក្មួយទេទាំងនេះគឺសុទ្ធតែជាអ្នកដែលមីងជ្រើសរើសឲ្យក្មួយយ៉ាងសម្រិតសម្រាំងមើលទៅមានអ្នកណាពេញចិត្តទេមីងនឹងសម្រេចឲ្យមិនភ្នែកក្មេងស្រីម្នាក់នេះហេតុអីក៏គួរខ្លាចម្ល៉េះលុយទាំងនេះខ្ញុំមិនយកទេចំណែកមនុស្សទាំងនេះក៏ខ្ញុំមិនយកដែរ ណែនាងស្រីស្រុកស្រែ ចិនឈើកុំឆ្លើយពេកអញ្ចឹងចុះមីងនឹងថែមមាស10ដុំទៀតឲ្យក្មួយចំណែកទាំងនេះបើក្មួយមិនពេញចិត្តចាំមីងឲ្យលោកជូបដូរអ្នកថ្មីឲ្យក្មួយម្នាក់ទៀត ម៉ា មិនបាច់ទេខ្ញុំមកទីនេះដើម្បីមកយកអ្វីដែលខ្ញុំគួរទទួលបានតែប៉ុណ្ណោះ នាងកុំលុបលន់ពេក បើអញ្ចឹងមីងក៏ម្លាក់បាំងដែរក្មេងស្រីមកពីស្រែចម្ការដូចនាងមិនស័ក្តិសមនឹងកូនប្រុសខ្ញុំទេគ្រួសារមេតបរបស់ខ្ញុំមិនទទួលស្គាល់នាងជាកូនប្រសាររបស់ខ្ញុំឡើយកូនប្រុសច្បាស់តកូសៀស៊ឺយីបានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍តាមចុះវាស្នាមមេជាមួយខ្ញុំចាស់ទុកក្នុងជាតិកំណត់បំណុលនេះមិនអាចបដិសេធបានទេកុំនិយាយផ្ដាស់កិច្ចសន្យាស្អីគ្រួសារមេតបយើងមិនទទួលស្គាល់នាងជាប្រពន្ធគេឡើយអ្នកមីងមិនទទួលស្គាល់ឬក៏ស៊ឺយីមិនទទួលស្គាល់ច្បាស់ជាកូនប្រុសមីងមិនទទួលស្គាល់ហើយនាងដឹងទេថាលើកនេះមិនដោះក្រុងណានឆឹងហេតុអីបានជាចិនជ័យជាអ្នកទៅទទួលនាង បងប្រុសខ្ញុំបារម្ភពីនាងខ្លាំងជូក្រោយពេលផុតជោគជាតាទៅចៅត្រូវបញ្ញាប់ទៅត្រកូលសៀដើម្បីទទួលជោគវាសនាទើបជួយជីវិតរស់បានបើត្រកូលសៀហ៊ានក្បត់សន្យាពួកគេនឹងត្រូវរត់ទះបាញ់ជាមិនខាន លោកតាឈប់សិនយកกระดาษសម្រាប់នេះទៅហែកចោលទៅកុំឲ្យនាងយកលិខិតអាពាហ៍ពិពាហ៍ខ្លាំងៗនេះទៅដាក់បង្អួតឈ្មោះតកូលសៀរបស់យើងនៅខាងក្រៅហើយលិខិតឋានសួគ៌កម្មពេលនៅម្ដងភ្លាមតើអ្នកមានប្រកាសថាចង់ហែកមែនទេ ស៊ីអ្នកនាងធូសានគឺជាអ្នកមានគុណធម៌ធេងនៃត្រកូលសៀយើងកាលនោះបើមិនបាននាងជួយទេម្លេះក្រុងណានឈឹងទាំងមូលត្រូវលីបបាត់ទៅហើយបើនិយាយថានាងគឺជាអ្នកមានគុណក្រុងណានឈឹងមិនខុសទេខ្ញុំយល់ហើយតើមានរឿងស្អីរឿងមួយកុំធ្វើឲ្យអ្នកនាងធូសានខឹងអត់ឡើងទៅ សម្ដែងធ្វើជាខ្មោចលងមែនទេបំណុលលួចក្បត់ស្អីទៅខ្ញុំមើលទៅវាគ្រាន់តែជាល្បិចបោកប្រាស់នៅក្នុងសង្គមប៉ុណ្ណោះចង់បំភ័យអ្នកណា បាត់កាលពីឆ្នាំនោះ
បើគ្មានត្រកូលទូរស័ព្ទរបស់ខ្ញុំចេញមកជួយម្លេះត្រកូលសៀទាំងមូលត្រូវគេសម្រាប់រង្គាលបាត់ទៅហើយតាមានភូមិគ្រឹះមេតបដល់រុងរឿងដូចសពថ្ងៃនេះមកពីណាលោកតាពិតជាស្រីមកពីភ្នំមែនគ្មានការអប់រំសោះត្រកូលសៀមានថ្ងៃនេះគឺដោយសារកូនប្រុសខ្ញុំខំប្រយុទ្ធយកជីវិតទឹកបដូរតែពាក់ព័ន្ធអ្វីជាមួយនឹងនាងបានតែមិនជឿអញ្ចឹងមិនកាន់នោះទទួលបញ្ចាំកំបិតធ្វើអីទេត្រកូលសៀរបស់ពួកនាងពិតជាចង់ក្បត់សន្យាមែនទេត្រកូលសៀរបស់ពួកនាងពិតជាចង់ក្បត់សន្យាពិតមែនទេនាងកុំភ្លេចឥឡូវនាងគ្រាន់តែជាក្មេងកំព្រាគ្មានសាច់ញាតិម្នាក់ប៉ុណ្ណោះចំណែកត្រកូលសៀយើងឥឡូវគឺជាភូមិគ្រឹះមេតបដ៏មានអំណាចក៏ដល់សម្រាប់នេះទោះបីជាខ្ញុំហៅចោលតែមានអ្នកលក់កំបិនมันបានជួបយូរហើយសង្ឃឹមថាឯងសុខសប្បាយចុះមិនត្រូវទេរាសីនឹងវាសនារបស់គេហេតុអីក៏ខ្សោយដល់ថ្នាក់នេះគឺមិនអាចតបទៅនឹងគ្រោះកាយពីលើមេឃបានទាល់ទេសោះយ៉ាងម៉េចហើយចម្លែកណាស់ទោះបីជារាសីផ្កាយពណ៌ស្វាយខ្សោយយ៉ាងណាក៏ដោយក៏មិនគួរជាបែបនេះដែររាសីសំណាងនៅសល់តែមួយភាគក្នុង10ប៉ុណ្ណោះវិជាស្របសរសៃឈាមផ្លាន់វាសនាមិននឹកស្មានថាមានមនុស្ស5មុនអាគមងងឹតដើម្បីលួចយកធម្មពលរិស័យផ្កាយពណ៌ស្វាយសោះជួយផងយកសរសៃឈាមចូលជាចំណាប់ខ្មាំងប្រើសៀជើជើដើម្បីលួចយកធម្មពលរិស័យផ្កាយពណ៌ស្វាយរបស់សៀសជីល្អខ្លាំងណាស់ហ៊ានមកប្រើល្បិចដាក់កំបិតចំបាំងរបស់ខ្ញុំនៅចំពោះមុខធូសាន់ជឿល្អខ្លាំងណាស់ហ៊ានមកប្រើល្បិចដាក់កំបិតចំបាំងរបស់ខ្ញុំនៅចំពោះមុខធូសាន់ជឿផងហ៎នៅនឹងធូសានសរសៃឈាមរបស់គេអាចនៅបន្តទៀតបានទេមានមនុស្ស5មុនអាគមងងឹតលួចយកធម្មពលរិស័យផ្កាយពណ៌ស្វាយរបស់សៀសជីដោយប្រើសៀជីងជើដែលមានឈាមជាប់រួមផ្ទៃគ្នាមកកាត់បន្ថយរិស័យនៃវាសនារបស់សៀសជីបើជីវិតសៀជីងជើមិនអាចរក្សាបាននោះរិស័យរបស់សៀសជីក៏នៅរលាយដែរដល់ពេលនោះតកូសៀនឹងដកដង្ហើមចុងក្រោយគ្មានផ្លូវស្រោចស្រង់បានឡើយនៅនឹងធូសានតើនឹងមានវិធីដែរទេមកដល់ពេលនេះមានតែខ្ញុំតែដើរផ្ទាល់ប៉ុណ្ណោះខ្ញុំទៅជួយចិនជ័យជាមួយនាងតែឥឡូវនេះរាសីនៃវាសនារបស់លោកនៅសល់ម្ដង1ភាគ10ផងវាងាយនឹងតាក់ទាញរបស់ម្ល៉េះណាខ្ញុំទុកចិត្តបងធំដូចជាខ្ញុំបំផុតច្រើនឆ្នាំមកនេះខ្ញុំទុកគេចោលមិនឲ្យគេកាន់តបក៏ព្រោះតែខ្លាចសិតត្រូវធ្វើបាបគេមិនស្មានថាមានគេលួចធ្វើបែបនេះសោះសរុបមកខ្ញុំខុសចំពោះគេលើកនេះខ្ញុំត្រូវតែការពារគេឲ្យបានក៏បានខ្ញុំនឹងនាំលោកទៅជប់នេះមកប្រមូលដល់មក11ជប់ក៏មកប៉ះឡាននេះអសោះអាគមកំបិតស្អីទៅតាមខ្ញុំមើលទៅគ្រាន់តែជាល្បិចបោកប្រាស់តាមចិញ្ចើមផ្លូវតែប៉ុណ្ណោះនាងចង់ងាប់មែនទេពាក់កណ្ដាលត្រៀតឲ្យនៅតាមផ្លូវបែបនេះលោកម្ចាស់អភ័យទោសផងនាងខ្ញុំមកវិញផ្លូវនៅកណ្ដាលព្រៃភ្នំដាច់ស្រយាលបែបនេះពិតជាមិនដឹងថាត្រូវចុះពីលើភ្នំតាមផ្លូវណាទេលោកជួយជូនខ្ញុំទៅហាងនំប៉ាយចាងជីនៅឆេនណាន់ផងបានទេឆាប់ឡាមកអរគុណលោកម្ចាស់ផោមចិនសាននៅខាងមុខមានរបស់នេះនៅជាប់ខ្លួនវាអាចការពារលោកមិនឲ្យធម្មពលអវិជ្ជមានមកបៀតបៀនបានទេកំខ្លាចអីទោះបីជាស្ដេចចមរាជមកដល់ក៏ដោយក៏ខ្ញុំនឹងការពារលោកដែរ
ជាជាងធម្មពលរិស័យរបស់ខ្ញុំក៏អាចជួយកម្ចាត់វិញ្ញាណអាក្រក់បានខ្លះដែរខ្ញុំក៏នឹងការពារនាងដូចគ្នា ជាងចេញដំណើរទេ លោកយាយម្ចាស់ហើយទោះបីជាធម្មតាខ្ញុំមិនសូវជាធ្វើល្អតែខ្ញុំក៏មិនដែលសម្លាប់មនុស្សទេ មើលឯងខ្លាចចាស់មកពីឆ្អឹងខ្ញុំវាទុនតាំងពីកំណើតខ្ញុំគ្រាន់តែកំ pl លេង មិន ជាមួយឯង ស្រីម្នាក់នេះឈួតមែនទេខ្ញុំមានចិត្តល្អឲ្យនាងជីឡានបែរជាលេងល្បីខ្មោចព្រាយបន្លាយខ្ញុំទៅវិញបើមិនចង់ជីទេឆាប់ចុះទៅហើយដើរទៅផ្ទះខ្លួនឯងទៅ លោកម្ចាស់អភ័យទោសផងខ្ញុំនឹងច្រៀងចម្រៀងមួយបទដើម្បីសុំទោសលោក បែបហ្នឹងទើបសមបន្តិច លោកម្ចាស់ស្បែកជើងនេះស្បែកជើងវាមកខ្លួនឯង ទៀតហើយគាត់ថាអ្នកប្រុសសៀនខ្លាចការបន្លាចមានរបស់មកពីណាទៅនៅលើឡាននេះអើយ សៀជាងចៅបានជួបវត្ថុបុរាណចង្រៃហើយគ្មានពេកទេ តើកាត់ស្អីវាមិនក៏ធ្វើបើមិនបានអញ្ចឹង លោកកុំទាន់បាក់ឡានអី ខ្ញុំមិនបានជន់ហ្គាសទេ អញ្ចឹងលោកឆាប់ជន់ហ្វ្រាំងទៅឆាប់ជន់ហ្វ្រាំងឲ្យលឿនខ្ញុំមិនចង់ស្លាប់ទេ នាងស្មានថាខ្ញុំចង់មែនទេហ្វ្រាំងខូចបាត់ទៅហើយជន់មិនស៊ីទេ មកហើយបងវល់ចង្កូតឲ្យលឿនឡើង ឡើងដៃទៅកុំកាច់ចង្កូតថយចេញទៅជាតិក្រោយកុំឲ្យជួបមនុស្សដូចជានាងទៀតអី នាងភុយបងស្រីទេវតាជួយខ្ញុំផងនេះពិតជាទេពអប្សរចុះមកជួយមែនអរគុណហើយលោកយាយទេវតា កុំគ្មានរបៀបនេះជាអនាគតបងថ្លៃរបស់ឯងណា លោកមេតបជួយខ្ញុំផង ណែនាងរក្សាកិត្តិយសខ្លួនឯងផងខ្ញុំមិនធ្លាប់ស្គាល់គេទេនាងថានឹងការពារខ្ញុំនោះអី ឃើញខ្មោចបងប្រុសបងសម្រាប់សត្រូវរាប់ម៉ឺននាក់បងមិនប្រើភ្នែកផងហេតុអីក៏ថ្ងៃនេះធ្វើពុតជាប្រើភ្នែក អ្នកប្ររកកន្លែងណាលាក់ខ្លួនសិនទៅខ្ញុំនឹងនិយាយរឿងមួយឲ្យគ្រប់គ្នាស្ដាប់កាលពីមុនមានស្រីម្នាក់បានលួចលាក់ជាមួយនឹងអាបកបៃសាន់ឡាំងនៅខាងត្បូងក្រុងថែមទាំងព្រមរំលត់កូនរហូតដល់លេងមានបន្តទៀតដើម្បីជួយសហាយនាងបានលួចទ្រព្យសម្បត្តិក្នុងផ្ទះតែបញ្ចាំដើម្បីរត់ការឲ្យសហាយមិននឹកស្មានថាអាសហាយនោះបែរជាមនុស្សគ្មានសីលធម៌បោកបង់នាងចោលកាលឪពុកម្ដាយនាងដឹងរឿងពិតក៏បានទៅទាររយុត្តិធម៌ឲ្យកូនស្រីតែបែរជាត្រូវគេវាយរហូតដល់ស្លាប់ស្រីម្នាក់នេះមិនត្រឹមតែមិនសងសឹកឲ្យឪពុកម្ដាយទេបែរជាមកជួយមនុស្សអាក្រក់ធ្វើបាបមនុស្សស្រុតត្រង់ទៅវិញចាងហុយអញប្រាប់មើលមនុស្សល្ងងបែបនេះតើគួរមានទោសកម្រិតណាមនុស្សល្ងងបែបនេះតើគួរមានទោសកម្រិតណាកញ្ញាធូខ្ញុំមិនដឹងថាអ្នកនាងកំពុងនិយាយពីអីទេខ្ញុំប្រាប់នាងតាំងពីពេលណាមិនដឹងថាខ្ញុំតើគួរធូប្រាប់មកអ្នកណាបង្រៀនមុនឲ្យកុំងឹតឲ្យនាងធ្វើបាបគេ តាមពិតនាងគឺជាអ្នកធ្វើសោះខ្ញុំបានធ្វើខុសស្អីចំពោះនាងទៅ ខុសអីបើមិនមែនមកពីការហាមប្រើគ្រឿងញៀននិងកំទេចបាក់ពួកទេតែបំពេញរបស់ខ្ញុំត្រូវស្លាប់ក្នុងគុកមែនទេខ្ញុំលះបង់ដើម្បីគេច្រើនណាស់ខ្ញុំចិត្តបានខ្លាចតែជាលោកស្រីបៃទៅហើយគឺវាសៀស៊ឺជីដែលបំផ្លាញជីវិតរបស់ខ្ញុំ
មិនចេះចាប់មែនគ្រឿងញៀនវាស៊ីរោងចាំបំផ្លាញដល់ព្រលឹងតែមានមនុស្សប្រមាណអ្នកហេតុដែលត្រូវវិនិច្ឆ័យព្រោះតែវានាងដើម្បីសហាយបែរជាមកជួបមនុស្សអាក្រក់ធ្វើបាបគេពិតជាល្ងងហាក់អាក្រក់ទៀតប្រាប់មកអ្នកណាជាអ្នកបង្រៀនមុនអាកុំថោកទាបនេះអានាងខ្ញុំនិយាយលើកលែងទោះឲ្យខ្ញុំផងគឺសៀស៊ឺជីឯងទៅនរកទៅ បងប្រុស ទៅងាប់ទៅប្រយ័ បង ត្ន ប្រុសបងប្រុសបងប្រុសនាងរត់ទៅបាត់ហើយ ខ្ញុំបានដាក់មន្តអាគមតាមដានលើវាហើយ បងប្រុស វាញៀនអាក្រក់ចូលក្នុងខ្លួនត្រូវត្រឡប់ទៅភូមិគ្រឹះដើម្បីព្យាបាល លោកមេតំខ្ញុំទៅលើថាលោកមកលោកមេតំនេះលោកកើតស្អីហ្នឹង គេត្រូវរបួសដោយសារវិញ្ញាណអាក្រក់ឥឡូវវាបានរត់បាត់ហើយប្រាកបិតហោះរបស់ខ្ញុំទៅវានឹងនាំឯងទៅរកដានរបស់វាពេលរកឃើញហើយកុំទាន់ធ្វើអីឲ្យសោះត្រូវដកថយភ្លាម បញ្ជារបស់លោកស្រីគឺជាបញ្ជារបស់ខ្ញុំ បានអ្នកនាងធូរសៅជីវជាងទៅភូមិគ្រឹះវិញ រាយស័យដែលត្រូវគេលួចយកទៅមិនទាន់ចូលក្នុងខ្លួនវិញទេថ្ងៃក្រោយបើគ្មានខ្ញុំនៅក្បែរលោកកុំទៅកន្លែងដែលមានភាពអាប់អួរខ្លាំងពេក សៀជីវនាងបានជួយបងម្ដងទៀតហើយ លោកតាចៅម្នាក់នេះពិតជាល្ងងខ្លាំងណាស់កាលពីមុនចៅធ្លាប់មើលងាយអ្នកនាងធូរច្រើនលើកឥឡូវនេះចៅទើបតែដឹងថានាងមានសមត្ថភាពខ្លាំងពូកែនាងធ្វើគ្រប់យ៉ាងដើម្បីគ្រួសារសៀរឿងបំណងកំបិតនេះពួកយើងនៅថ្ងៃក្រោយចៅនៅមិនរៀបរៀងបងប្រុសជាមួយនឹងអ្នកនាងសៅជីវទៀតទេ ម៉ាក់ដឹងខ្លួនហើយ នេះខ្ញុំកាត់អីហ្នឹង អ្នកម៉ាក់ទីបំផុតដឹងខ្លួនហើយអ្នកនាងធូសានជីវគឺជាអ្នកដែលមានសមត្ថភាពពិតមែនបំណុលនេះពួកយើងត្រូវតែសងថ្ងៃក្រោយដាច់ខាតគឺមិនត្រូវមើលងាយគាត់ទៀតទេ ចិនចើមកពីម៉ាក់វង្វេងមួយពេលម៉ាក់ដឹងខុសហើយរឿងបំណុលកំបិតនេះពួកយើងដាច់ខាតត្រូវតែសងចិនចើសយីម៉ាក់មកសភាពដើមហើយម៉ាក់ពិតជាប្រែមកដូចដើមមែន កញ្ញាធូសាន់ជីវអរគុណអរគុណ សាន់ជីវនេះជាដំណាក់ដែលខ្ញុំរៀបចំទុកឲ្យនាងណាមើលចុះនាងពេញចិត្តទេ ក៏មិនអន់ដែរ មកខ្ញុំជួយកាន់ឲ្យ លោករួចមែនទេ នាងមិនជឿចិត្តលើខ្ញុំទេហ៎ មើលតែលោកមិនតបសៀសុខភាពមិនសូវល្អទៀតដឹងសូម្បីតែវេលាមួយក៏កាត់មិនរួចផង
នេះមិនក៏លែងដំណើរការអញ្ចឹងគឺជាចំនួនភូមិគ្រាមេតមគឺបានរៀបចំទុកឲ្យអ្នកនាងមើលចុះអ្នកនាងពេញចិត្តដែរទេគ្រាន់បើតាមពិតគឺបែបនេះសោះលោកកុំបារម្ភអីណាក្នុងនាមលោកបានទទួលកាំបិតទៅកូនធូររបស់ខ្ញុំនឹងផ្ដល់យុត្តិធម៌ឲ្យលោកវិញតែចាំងហ៊ុយមានដំណឹងហើយតាមខ្ញុំទៅលីយៀនក្រុងនឹងឆឹងដើម្បីទាបបំណុលលោកមេតំបានរៀបចំតាមបញ្ជាហើយនឹងជំរាបមនុស្សដែលមិនពាក់ព័ន្ធរួចហើយអ្នកនាងធូសាន់ជីវកំបាត់នេះពេលដែលមកដល់កន្លែងនេះក៏លែងមានប្រតិកម្មអ្វីទៀតតែមើលទៅលោកម្ចាស់ទី3សូមអភ័យទោសផងថ្ងៃនេះលីយៀនពួកយើងមិនទទួលភ្ញៀវទេបាទអ្នកទាំងអស់គ្នាចង់ស្ដាប់ចម្រៀងទេមករកមេបង្អែកលីយៀនរបស់លោកលីយៀនឈីវមិនស្ដាប់ចម្រៀងមករកមេបង្អែកលីយៀនរបស់លោកលីយៀនឈីវអីយ៉ាអ្នកនាងកំពុងតែធ្វើឲ្យខ្ញុំពិបាកហើយបទចម្រៀងលោកម្ចាស់លីវយៀនឈីវរបស់យើងមិនមែនអ្នកណាចង់ស្ដាប់ក៏ស្ដាប់បានទេនាងគឺជាអ្នកដែលមានវិជ្ជាការចាងជាអ្នកជ្រើសរើសដោយផ្ទាល់នៅក្នុងកម្មវិធីសិល្បៈនាងច្រៀងជូនតែមានវិជ្ជាការតែម្នាក់គត់មិនមែនឆ្កែឆ្មាណាអាចស្ដាប់បានតាមចិត្តនោះទេម្យ៉ាងទៀតថ្ងៃនេះលីយៀនកន្លែងនេះមេតបស៊ឺជីនិងអភិបាលខេត្តទាំង4កក់ទុកហើយភ្នែកស្រីម្នាក់នេះមិនក៏មើលទៅគួរឲ្យខ្លាចម្ល៉េះថ្លើមធំអាពួកភ្នែកឆ្កែឯងដឹងទេគាត់ម្នាក់នេះគឺជាមេតបសៀដែលឯងនិយាយមិញនេះចំណែកម្នាក់នេះគឺជាអនាគតភរិយាលោកមេតបខ្ញុំសំតែស្លាប់សូមទោសផងខ្ញុំខុសហើយសូមលោកមេតបលើកលែងទោសឲ្យខ្ញុំផងសូមលោកស្រីមេត្តាដល់ពួកខ្ញុំផងខ្ញុំមានភ្នែកតែគ្មានប្រស្រីមិនដឹងថាលោកមេតបអញ្ជើញមកខ្ញុំនឹងនាំអ្នកទាំងពីរចូលទៅជួបលោកម្ចាស់ក៏បានលោកម្ចាស់ទាំង3អញ្ជើញមកតាមខ្ញុំសូមអញ្ជើញសូមអញ្ជើញលោកមេតបលោកម្ចាស់របស់ខ្ញុំធម្មតាគឺសម្រាប់ហាត់ប្រាណនៅទីនេះឯងម្ចាស់ហាងនេះនិយាយពិតមែនអត់ហ្នឹងថាលីវយៀនឈីវនៅទីនេះតែមិនឃើញមានមនុស្សផងមានរឿងស្អីហ្នឹងធ្វើពិតជាខ្មោចព្រាយមែនលោកមេតបសៀផ្ដល់កិត្តិយសមកដល់ទីនេះយៀនឈីវស្វាគមន៍មិនទាន់សូមអភ័យទោសដោយសារយៀនឈីវបានដាក់ច្បាប់រួចហើយជាតិពលឹងនេះច្រៀងជូនតែមេបញ្ជាការចាស់ម្នាក់គត់មិនអាចច្រៀងជូនអ្នកទាំង3បានទេសូមយកយល់ផងខ្ញុំមិនមែនមកស្ដាប់ល្ខោនទេចុះលោកស្រីមកធ្វើអីដែរមកទាបបំណុលដូចជាមិនចាំជំពាក់អីលោកស្រីតើទេសោះធ្វើសាន់ជីវកាលពី12ឆ្នាំមុនធ្លាប់ឲ្យនាងខ្ចីកំបិតមួយដើមប៉ុន្តែការថាធ្វើល្អបានល្អនាងឆ្លៃមនុស្សខុសបើកាលគេស្លាប់ជាវិញ្ញាណហើយខ្ញុំក៏នឹងមកយកកំបិតវិញដែរនាងនៅចាំទេខ្ចីកំបិតអីទេលោកស្រីប្រហែលជាច្រឡំមនុស្សហើយដឹងខ្ញុំមិនដែលលើឈ្មោះធូសាន់ជីវអីហ្នឹងទេហើយក៏មិនដែលខ្ចីកំបិតដែរបើអញ្ចឹងបាយយេបៃឈ្មោះនេះនាងនៅចាំបានដែរទេបាយយេបៃខ្ញុំមិនដឹងថាលោកស្រីនិយាយពីអីទេខ្ញុំមិនស្គាល់មនុស្សម្នាក់នេះទេនេះគឺជាសម្បត្តិដែលអ្នកទាំងពីរព្រមព្រៀងរត់តាមគ្នារឿងនេះប្រកាសជាមិនភ្លេចទេដឹងក្នុងនាមជាអ្នករត់តាមគ្នាហេតុអ្វីក៏នាងត្រូវមកនៅទីនេះមានឈ្មោះបោះសម្លេងខ្លាចជាមេធំនៅលីយៀនចុះបើបាយយេបៃដែលណាត់រត់តាមគ្នាជាមួយនាងនោះ
ឥឡូវនេះគេនៅឯណាទេឥឡូវនេះគេនៅឯណាទេបើលោកស្រីសឹបដឹងដល់ថ្នាក់នេះទៅហើយនោះអញ្ចឹងយានឈីវក៏គ្មានអ្វីត្រូវលាក់បាំងដែរមែនហើយខ្ញុំគឺជាកូនស្រីតកូលីវនៅក្នុងក្រុងស្រឡាញ់គ្នាជាមួយភ័យបៃនោះណាតែដោយសារតែឪពុកម្ដាយស្អប់គេដែលត្រូវគ្រួសារក្រីក្រចង់បំបាច់បំបាក់ពួកយើងក៏បង្ខំចិត្តណាត់គ្នារត់តាមគ្នាតែអ្នកណាទៅដឹងទេថ្ងៃដែលរត់តាមគ្នានោះសង្គ្រាមកំពុះឡើងក្រុងទាំងមូលមានភាពវឹកវរគ្រួសារខ្ញុំប្រញាប់រៀបចំអីវ៉ាន់ចង់ជិះទូករត់ទៅក្រៅប្រទេសខ្ញុំបារម្ភពីយាយបៃមិនព្រមទៅម្នាក់ឯងទេក៏ខំរត់ទៅកន្លែងដែលណាត់គ្នាតែពេលដែលខ្ញុំទៅដល់មិនឃើញសូម្បីតែសមោយាយបៃសោះខ្ញុំដើរសួរគេគ្រប់ច្រកលហោតែដឹងថាគេលួចទិញសម្បត្តិទូករត់ចោលខ្ញុំទៅតែម្នាក់ឯងបាត់ទៅហើយគេបបងខ្ញុំចោលដោយសារតែការយឺតយ៉ាវមួយផ្លែតខ្ញុំក៏ខកទូគ្រួសារខ្ញុំគឺជាស្រីទន់ខ្សោយគ្មានទីពឹងដើម្បីរស់ត្រូវស៊ូទ្រាំគ្រប់បែបយ៉ាងចុងក្រោយតែត្រឡប់មកដល់ទីនេះវិញរស់នៅទាំងត្រដាប់ត្រដួសរហូតទទួលបានការស្គាល់ពីមេបញ្ជាការចាងលោកពេញចិត្តនឹងសមត្ថភាពខ្ញុំតែខ្ញុំមានកន្លែងស្នាក់នៅមានពន្លឺដោយសពថ្ងៃនេះចំពោះយាយបៃសម្រាប់ខ្ញុំវាគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះខ្ញុំមិនចង់រំលឹកដល់វាទៀតថ្ងៃនេះហេតុអ្វីលោកស្រីត្រូវមកបោករបួសខ្ញុំម្ដងទៀតអញ្ចឹងមិនសមសោះអាអ្នករៀនតកូលបៃនឹងអីក៏ថោកទាបជាងសត្វទៅទៀតហ៊ានបោះបង់អ្នកនាងលាវចោលពិតជាគួរតែស្លាប់មែនកុហកសម្ដីដែលនាងនិយាយរៀបរាប់ឡើងសមរម្យណាស់គួរអាណិតខ្លាំងមែនតែម្ដងតែស្ដាយណាស់សុទ្ធតែជារឿងភូតផលចន្លោះប្រហោងពេញហ្នឹងនាងស្មានថាអត្តសញ្ញាណដែលលួចគេរឿងដែលប្រឌិតឡើងអាចឆោបបោកមេដីបានទេបោកធូរយ៉ាងស៊ឺនេះបានមែនទេមិនអីទេមែនទេសៀវស៊ុយជីយើងមិនដែលពាក់ព័ន្ធគ្នានោះទេថ្ងៃនេះឯងហ៊ានចូលនៅក្នុងទឹកដីរបស់យើងមកគៀបសង្កត់មនុស្សរបស់យើងឯងចង់បាច់បាក់ចង់ច្បាំងជាមួយយើងមែនទេមេបញ្ជាការចាងយកច្រឡំហើយថ្ងៃនេះមិនមែនខ្ញុំមកក្នុងនាមជាមេតបការពីចំនួនអីទេគឺមកកំណត់ភរិយារបស់ខ្ញុំមកទាបបំណុលបន្តិចបន្តួចទាបបំណុលស្អីទៅមកទាបបំណុលដោះរូងលខោនអញ្ចឹងថាមែនទេមេតបចាងអនាគតភរិយាមេតបរបស់យើងមិនមែនជាមនុស្សធម្មតាទេនាងគឺជាអ្នកលួចកំបិតនៅក្នុងរឿងព្រេងនិទានអ្នកលក់កំបិតដែរសៀវស៊ូជីខ្ញុំធ្លាប់ឮយូរមកហើយថាលោកមានអនាគតភរិយាម្នាក់មិននឹកស្មានថាមិនត្រឹមតែភ្នែកអន់ទេថែមទាំងត្រូវពួកបោកប្រាស់តាមភូមិមកបោកប្រាស់ទៀតពិតជាគួរអស់សំណោចខ្លាំងណាស់មេបញ្ជាការចាងខ្ញុំសូមព្រមានណាបើសិនជាខ្ញុំឮសម្ដីមិនសមរម្យដាក់ភរិយារបស់ខ្ញុំទៀតខ្ញុំនឹងមិនប្រកាន់ដៃបញ្ជាទោសកុំតិចទីនេះចោលរួមទាំងលោកផងដែរមិនបាច់ខឹងទេខ្ញុំមិនដែលប្រកាន់ជាមួយពួកល្ងងទេម៉ែកាចាងតែងកំបិតទេម៉ែបញ្ជាកាចាងតែងកំបិតទេតែងកំបិតហ៎ពិតជាកំ pl ាញមែនយើងកាន់តបរមើលឲ្យទៅជឿមនុស្សបោកប្រាស់ក្មេកដូចជាឯងបានយ៉ាងម៉េចទៅឱកាសមានតែម្ដងគត់បើឥឡូវមិននិយាយគឺគ្មានឱកាសទៀតនោះទេលោកមេបញ្ជាការចាងរឿងខ្លះជឿខ្លះទៅមិនខាតទេក្នុងការដែលភរិយាលោកមេតមនិយាយបែបនេះហើយខ្ញុំរំលឹកលោកទៅចុះសៀលស៊ូជីឯងត្រូវស្រីម្នាក់នេះប្រើមុនស្នេហ៍បោកប្រាស់អស់ហើយអញយើងមិនជឿហើយក៏មិនត្រូវការយើងខ្លាំងពាក់កណ្ដាលជីវិតគឺពឹងទៅលើកំភ្លើងក្នុងដៃនិងបងប្អូនទាំងអស់គ្នាមេបញ្ជាការចាងលោកមិនយកសម្ដីរបស់ខ្ញុំដាក់នៅក្នុងចិត្តសោះពា
ល្អពីbạnណែនាំខ្មោចដែលចង់ស្លាប់ណាលេយិនឆាវនាងសម្រាប់អ្នករៀនបយិបៃរៀបចំផែនការបង្កើតរឿងคล้ายៗរឿងនេះគឺនាងទទួលស្គាល់ដែរឬមួយក៏អត់ចាប់ប្រកាន់តែបំពេញនាងនិយាយប្តេជ្ញាខ្ញុំតែសម្រាប់គេបានចឹងមិនយាយបៃគឺជាអ្នករត់ទៅខ្លួនឯងមិនមែនខ្ញុំសម្រាប់នាងមានផតតាំងដែរទេផតតាំងឯងចារបស់ដែលនាងរក្សាដោយប្រើវិជាសម្ងាត់ធ្វើរូបចម្បាំងដោយប្រើស្បែកឆ្អឹងនិងរូបរាងរបស់គេដែលមើលទៅដូចជាមនុស្សរស់អញ្ចឹងតារាសម្ដែងល្ខោនម្នាក់នោះមិនមែនជាសង្សារដែលនាងថាជាទុករត់ទៅចោលបយៈទេមែនទេមែនខ្ញុំគឺជាអ្នកសម្លាប់បយៈបៃគេសំតែស្លាប់គេគួរតែសងយើងបាត់នឹងរត់តាមគ្នាពួកយើងពិតជាបានរត់តាមគ្នាមែនតែក្រោយពីរត់តាមគ្នាហើយសង្គ្រាមកាត់ឡើងមិនឈប់មិនឈរឈ្មោះរបស់សម្លេងរលាយអបយៈបៃនឹងហើយគឺវិចិត្រអានសភៅតែគ្មានសមត្ថភាពអីតទៅសោះមានមហិច្ឆតាពេញខ្លួនតែគ្មានកន្លែងបញ្ចេញរាល់ថ្ងៃដឹងតែបន្តោមេឃបន្តោដីក្រោយមកគេក៏មានជំងឺធ្ងន់ខ្លាចជាមនុស្សអត់ប្រយោជន៍ទាំងស្រុងសូម្បីតែសក់ក៏ជ្រុះអស់មើលទៅមិនដូចមនុស្សមិនដូចខ្មោចគេអស់លុយក៏បង្ខំឲ្យខ្ញុំចេញទៅរកការងារក៏ខ្វក់ការងារធ្ងន់អ្វីក៏ខ្ញុំធ្វើទាំងអស់ដែរក្រោយមកសូម្បីតែសិលធម៌បន្តិចបន្តួចក៏គេរលាយអស់ដែរដើម្បីដូចយកអាភិនមកខ្សើតគេហ៊ានលក់ខ្ញុំនៅក្នុងតំបន់ពេទ្យចាដល់កខ្វក់នោះខ្ញុំគ្រាន់តែចង់រស់ខ្ញុំមានកំហុសអីទៅគេគឺជាអ្នកបង្ខំខ្ញុំគេគឺជាអ្នកឆក់ទទួលស្គាល់មុនអញ្ចឹងកុំបន្ទុកខ្ញុំដែលគ្មានគុណធម៌ហេតុនេះខ្ញុំក៏សម្រាប់គេចោលទៅខ្ញុំជាស្រីទុនខ្សោយម្នាក់ក្នុងស្ថានភាពបែបនោះក្រោយពីគេសម្លាប់ហើយតើខ្ញុំមានជំរឿនអីទៀតទេក្រោយមកដើម្បីគេចពីការតាមរកខ្ញុំក៏ដូចឈ្មោះបដូរតកូលត្រឡប់មកតំបន់នេះវិញដំបងខ្លាយពេលមកដល់ត្រូវគេធ្វើបាបរងទុក្ខវេទនារហូតជួបលោកមេបញ្ជាការគឺផ្ដោតកន្លែងស្នាក់នៅឲ្យខ្ញុំផ្ដោតភាពកក់ក្ដៅឲ្យខ្ញុំតែមុខរបួសដែលហូរឈាមក្នុងចិត្តខ្ញុំនេះគឺវាមិនអាចជាសះស្បែកបានឡើយគួរអាណិតណាស់អាអ្នកចម្រៀងត្រកូលបៃនឹងសំបីតាសានបានស្មើផងអ្នកនាងលីវគឺគេក្បត់អ្នកនាងមុនអ្នកនាងធ្វើគឺដើម្បីការពារខ្លួនតែប៉ុណ្ណោះព្រោះឯងលឺហើយមែនទេយានឈីវត្រូវគេបង្ខំត្រកូលបៃនឹងសំតែស្លាប់រឿងថ្ងៃនេះចាត់ទុកថាចប់ត្រឹមនឹងចោះអ្នកណាក៏មិនអាចប៉ះនាងបានដែររឿងដែលនាងនិយាយពិតជាគួរអាណិតមែនតែរឿងដែលខ្ញុំបានឮហេតុអ្វីក៏ខុសគ្នាដាច់ស្រឡាញ់ចឹងរឿងដែលខ្ញុំបានឮក៏ជាកូនស្រីអ្នកមានម្នាក់ស្រឡាញ់គ្នាជាមួយអ្នករៀនក្រីក្រម្នាក់ដែរតែស្រឡាញ់ណាស់អ្នករៀនម្នាក់នោះបំណងមិនល្អដំបងឡាយចូលចិត្តអ្នកនាងក៏ដើម្បីតែទ្រព្យសម្បត្តិមហាសាលរបស់នាងតែប៉ុណ្ណោះចង់មកស៊ីគេតែម្ដងតែសំណងល្អគ្រួសារអ្នកនាងភ្នែកមុតមើលឃើញពីចំណុចមិនស្រួលក៏បានរៀបរៀងអ្នកនាងទោះជាខូចចិត្តតែនាងស្ដាប់តាមការរៀបចំរបស់គ្រួសារតែគ្រប់គ្នាស្មានមិនដល់អ្នកបម្រើម្នាក់នៅក្បែរខ្លួនអ្នកនាងមើលទៅស្មោះត្រង់និងចិត្តល្អណាស់តែបែរជាត្រូវអ្នករៀនម្នាក់នោះលងលោមជឿស្រង់ថាគេជាអ្នកមានសមត្ថភាពតែគ្មានវាសនាមានមហិច្ឆតាធំអ្នកបម្រើម្នាក់នោះដើមឡើយដោយសារអ្នកនាងចិត្តល្អបានជួយសង្គ្រោះក្មេងស្រីម្នាក់ដែលចិត្តដាច់ខ្យល់ស្លាប់ពីម្ចាស់ក្រុមល្ខោនចូលមកមើលថែក្បែរខ្លួនយ៉ាងល្អតែមិនដឹងថាអ្នកបម្រើម្នាក់នោះធៀបពិតមិនមែនជាមនុស្សល្អទេដាច់ចិត្តខុសខើណាស់អ្នកបម្រើលើថាគ្រួសារអ្នកនាងចង់បោះបង់អ្នករៀននោះចោលហើយនៅរើគ្រួសារទៅនៅក្រៅប្រទេសដើម្បីគេចពីសង្គ្រាមនាងក៏កាត់ចិត្តអាក្រក់សម្រាប់អ្នកនាងដែលមានចិត្តល្អនោះដោយដៃឯងផ្ទាល់ព្រមទាំងមនុស្សក្នុងផ្ទះអ្នកនាងរាប់សិបអ្នកទៀតផងបន្ទាប់មកនាងក៏ប្រាប់មុនអាគមងងឹតដណ្ដើមយកសាច់ឈាមអ្នកនាងមកបន្លំខ្លួនជាអ្នកនាងរត់ទៅរកអ្នករៀនម្នាក់នោះសង្ឃឹមថាអ្នកបានរស់នៅជាមួយគ្នាសោយសុខលើទ្រព្យសម្បត្តិជាមួយគ្នាក្នុងជីវិតនេះហើយតែស្មានមិនដល់ថាអាអ្នករៀននោះពិតជាមនុស្សមិនបានការមែនផាក់ស៊ីដាស់លេងលបែងស៊ីសងចេះគ្រប់មុខទាំងអស់ឲ្យតែមិនពេញចិត្តបន្តិចក៏វាយដំអ្នកបម្រើនោះភ្លាមចុងក្រោយថែមទាំងញៀនជួអាភៀនទៀតដើម្បីដូរយកលុយទិញអាភៀនអ្នករៀននោះហ៊ានលក់អ្នកបម្រើដែលបន្លំខ្លួនជាអ្នកនាងនោះចូលទៅក្នុងកន្លែងពេទ្យចាអ្នកបម្រើម្នាក់នោះទើបដឹងខ្លួនតែរឿងគ្រប់យ៉ាងវាយទៅអស់ហើយដើម្បីការពារខ្លួននាងមានតែសម្រាប់គេម្ដងទៀតសម្រាប់អ្នករៀនបៃយៈបៃនោះចោលហើយយកសាច់ឈាមនិងវិញ្ញាណគេមកធ្វើជាចំណីបិទស្រុបយកអាយុកាលដែលនៅសល់ដើម្បីប៉ះប៉ូវកម្លាំងខ្លួនឯងហាត់មុនអាគមងងឹតក្រោយមក
អ្នកដឹងថាមេបញ្ជាការចាងដែលមានអំណាចបំផុតនៅទីនេះចូលចិត្តស្ដាប់ល្ខោនក៏នឹកឃើញថាកាលពីក្មេងខ្លួនឯងធ្លាប់នៅក្នុងក្រុមល្ខោនហេតុនេះនាងក៏សម្រេចចិត្តត្រឡប់មកលាយានវិញយកឈាមអអ្នករៀននោះមកធ្វើជាសរសៃឈាមដែលជាឈុតល្ខោនដ៏ស្រស់ស្អាតនេះបន្លំខ្លួនជាមេម្ចាស់លាវយានឈីវរងចាំឱកាសចូលចិត្តក៏បំណងគឺដើម្បីលួចយករាសីរបស់មេបញ្ជាការចាងមកបំរើផ្ទាល់ខ្លួនរឿងមួយនេះខ្ញុំនិយាយត្រូវដែរទេអ្នកនាងលាវអូមិនមែនទេចាងហួយស្រីចិត្តខ្មៅនាងពិតជាស្រីចិត្តខ្មៅខ្លាំងណាស់អ្នកនាងលាវសុកចិត្តបដូរជីវិតដើម្បីជួយសង្គ្រោះនាងតែនាងបែរជាសម្លាប់គ្រួសារគេទាំងអស់ថែមទាំងបន្លំខ្លួនធ្វើជាគេទៀតពិតជាអាក្រក់មែននាងគួរឲ្យខ្លាចពេកហើយចូលនាងដឹងរឿងនេះច្បាស់ដល់ថ្នាក់នឹងបានយ៉ាងម៉េចចាងហួយបែយបៃលួចលាក់មានតំណែងតំណងជាមួយគ្នានាងស្មានថាការកែប្រែប្រវត្តិរូបនឹងធ្វើឲ្យខ្ញុំមិនដឹងមែនទេតែនាងមិនដឹងទេថាកាលពី12ឆ្នាំមុនលាវយានឈីវប្រកាសជាចម្ពាក់កាបិតគ្រួសារធូរសានរបស់ខ្ញុំមួយដើមបំណុលមិនទាន់សងរឿងហេតុរបស់នាងខ្ញុំប្រកាសជាដឹងច្បាស់ហើយលាវយានឈីវនាងស្លាប់បាត់បង់ព្រលឹងយូរហើយមិនសល់សូម្បីតែឆ្អឹងតែនាងទៅទៀតបំណុលពីអ្នកណាអរគុណអ្នកនាងដែលបានជួយក្រកឡើងក្នុងពេលដែលនាងបានប្រាកបិតគ្រួសារធូរសានរបស់ខ្ញុំហើយរឿងរបស់នាងខ្ញុំនឹងចាត់ការកំបាត់ទឹកប្រាប់មកអ្នកណាជាអ្នកបញ្ជាពីក្រៅក្នុងអ្នកណាបង្រៀនមុនអាគមងងឹតដល់អ្នកដើម្បីមកធ្វើបាបសៀស៊ីយីចង់ដឹងណាស់មែនទេអញ្ចឹងខ្ញុំនឹងប្រាប់អ្នកដែលប្រាប់ខ្ញុំថាសៀស៊ីយីតែមានចតារាសីជាផ្កាយអធិរាជនឹងបង្រៀនឲ្យខ្ញុំដឹងពីរបៀបប្រាសៀជីចឹងដើម្បីលួចយកជីវិតរបស់គេលោកមេតបប្រយ័ត្នចាងស៊ីហ្វឹងហ៊ានធ្វើបាបមនុស្សនៅចំពោះមុខខ្ញុំរលាយទេលោកមេតបកុំបារម្ភពីជីវិតអត់ប្រយោជន៍របស់ខ្ញុំអីរស់នៅក្នុងភាពងងឹតរហូតមកគឺលោកជាអ្នកនាំខ្ញុំចូលក្រុមការពារដើម្បីផ្ដល់អនាគតឲ្យខ្ញុំគឺលោកនឹងហើយដែលជួយទាញខ្ញុំចេញពីភក់ជ្រាំក្នុងចិត្តខ្ញុំទុកលោកដូចជាបងប្រុសបង្ការរបស់ខ្ញុំអញ្ចឹងជាតិនេះជីវិតអាចរងគ្រាប់ជំនួសលោកបានគឺមានតម្លៃចាងជីហ្វឹងគេមិនស្លាប់ទេលើខ្លួនគេមានកំបិតប្រាក់ដែលខ្ញុំឲ្យការពារខ្លួនមុនអាគមចង្រៃរបស់ចាងហួយមិនអាចសម្លាប់មនុស្សភ្លាមបានទេលើកលែងតែខ្ញុំជាអ្នកធ្វើវាផ្ទាល់នៅឈរធ្វើស្អីទៀតមិនឆាប់យកអនុសនីចាងភ្លាមទៅហើយទៅរកថ្នាំដែលល្អនិងគ្រូពេទ្យដែលប្រកែកបំផុតទៅដើម្បីសង្គ្រោះគេឲ្យឆាប់ឡើងទៅឆ្នាំទី2នៃរជ្ជកាលសៀនថងលាវយានឈីវចិត្តបនសាំងកុសលបានខ្ចីកំបិតពីគ្រួសារធូរសានខ្ញុំមួយដើមឆ្នាំសៀនថងទី2លាវយានឈីវចិត្តបនសាំងកុសលបានខ្ចីដាស់ពីគ្រួសារធូរសានរបស់ខ្ញុំមួយដើមតែយកទឹកស្អាតមួយចានមកចានអ្នកនាងនេះទឹកលោកតាអញ្ចឹងពិសាទឹកមួយចាននេះទៅអ្នកនាងគឺជាមនុស្សដែលមានចិត្តបរិសុទ្ធណាស់តែជួនកាលមនុស្សល្អមិនប្រកាសថាបានផលល្អតបស្នងមកវិញទេថ្ងៃនេះឲ្យអ្នកនាងខ្ចីកំបិតមួយដើមនេះចាំទុកថាធ្វើល្អបានល្អតែបើស្រឡាញ់មនុស្សខុសដល់ពេលវិញ្ញាណរលាយគឺជាពេលដែលខ្ញុំមកប្រមូលបំណុលវិញលាវចិនឈីវយល់ហើយបំណុលនេះគួរតែសងការតបស្នងគឺជាវាសនាជាតិក្រោយរបស់ខ្ញុំអ្នកនេះម្ចាស់សម្រាប់ចុះ
នេះអ្នកនាងបំណុលនេះខ្ញុំទទួលយកឲ្យចំណែកវាសនាដែលនៅសពពាក់កណ្ដាលទៀតងាយរក្សាទុកចោះប៉ុនតែងតែផ្ដោតផលល្អទឹកមួយចានកាលពីឆ្នាំនោះគឺជាសេចក្តីល្អទោះបីជាថ្ងៃនេះលទ្ធផលអាក្រក់តែមិនមែនជាកំហុសនាងទេវាសនាពាក់កណ្ដាលនៅសល់នឹងជួយឲ្យនាងទៅចាប់ជាតិក្នុងគ្រួសារល្អរស់នៅដោយសុខសាន្តតែចាសេសយីមិនលោកមកមុខខ្ញុំបែបហ្នឹង អត់ទេខ្ញុំគ្រាន់តែមានអារម្មណ៍ថានាងស្អាតដូចជាទេពអប្សរអញ្ចឹង អ្នកនាងសានជូមិនអ្នកនាងនិយាយថាខ្ញុំចិត្តអស់អាយុតើជាការពិតមែនទេ អនាគតភរិយារបស់ខ្ញុំដឹងពីជោគវាសនានាងនិយាយអញ្ចឹងគឺអញ្ចឹងហើយនាងមិនបាននិយាយកុហកទេ អ្នកនាងធូសានជូមិនមែនទេអ្នកនាងម្ចាស់ខ្ញុំមានភ្នែកអត់ប្រស្រីខ្ញុំល្ងងណាស់ខ្ញុំសូមវល់សូមមេត្តាបោះលក់កំបិតឲ្យខ្ញុំឲ្យដើរមកដើម្បីជួយជីវិតខ្ញុំផងទៅខ្ញុំបងតម្លៃប្រមាណក៏បានដែរសូមមេត្តាឲ្យដើរខ្ញុំមួយមកដើម្បីជួយជីវិតខ្ញុំ ខ្ញុំធ្លាប់ផ្ដល់ឱកាសឲ្យលោកហើយគឺលោកខ្លួនឯងទេដែលអួតអាងបដិសេធមិនទទួលយកឥឡូវគ្រោះថ្នាក់ដល់ក្បាលហើយទឹកនឹកឃើញមកលុតជង្គង់សុំអង្វរគឺវាយឺតពេលហើយបើចង់បន្តខ្លួនឯងដែលល្មមកម្មបណ្ដោយឲ្យសេចក្តីអាក្រក់បាត់បង់ខួរក្បាលនេះគឺជាកម្មផលខ្លួនឯងទេ អ្នកនាងម្ចាស់ លោកមានជាការចាងមិញនេះលោកហ៊ានសម្ដីអាចសរោះដាក់អនាគតភរិយារបស់ខ្ញុំនាងចិត្តល្អមិនប្រកាន់គេល្អហើយតែខ្ញុំគឺជាមនុស្សចិត្តចង្អៀតចង្អល់អ្វីដែលលោកធ្វើខ្ញុំនឹងធ្វើឲ្យលោករលាយបាត់ហើយលោកនឹងស្ដាយក្រោយសៀវជីបន្តពីនេះនាងមានកម្រិតធ្វើអ្វីទៀត គ្មានកម្រងទេ បើអញ្ចឹងនាំខ្ញុំទៅកន្លែងមួយទៅ សូមស្វាគមន៍លោកមេតបនិងលោកស្រីសូមចេញចូល សៀវជីទីនេះជាហាងកាត់ដេរនៅក្នុងក្រុងដែលធំជាងគេមើលទៅមានឈុតណាដែលនាងពេញចិត្តអត់ មើលផ្លឹកហើយមែន សៀវជីនាងស្លៀកបែបនេះពិតជាសារខ្លាំងណាស់ បើអញ្ចឹងជួយខ្ញុំអាចឈឺផាយទៅនេះឲ្យខ្ញុំផង បានលោកស្រី ថ្ងៃនេះប្រើកម្លាំងអស់ច្រើនពេកហើយចង់ទៅសម្រាប់វិញ ឆាប់គេងឲ្យលឿនណា លោកមេតបអនុសន័យចាងដឹងខ្លួនហើយនៅបន្ទប់ចំហៀង អញ្ចឹងចំទៅមើលតាញ់ លោកតាចង់ទៅណា នាងល្អិតជីវថ្ងៃនេះហាក់ដូចជាមានរឿងអ្វីមិនស្រួល ខ្ញុំមានអារម្មណ៍ថាមន្តអាគមដែលចាំងហួយហួយប្រាទោះបីជាវានៅស្ទើរតែបច្ចេកទេសរបស់វាមានដាននៃគ្រូមន្តអាគមខ្មែរមានដាននៃគ្រូមន្តអាគមខ្មែរ ត្រូវហើយ
បណ្ដាសានៅលើខ្លួនឯងដែររស់មិនផុតពីអាយុ20ឆ្នាំគឺជាស្នាដៃរបស់គ្រួសារសៀងដែលជាគ្រូមន្តអាគមកាលពីមុនគ្រួសារធូសានរបស់យើងធ្លាប់តតាំងមន្តអាគមជាមួយនឹងគ្រួសារសៀងប្តីប្រពន្ធគ្រួសារសៀងនោះអន់ជាងចាញ់ក៏ប្រើចិត្តគុំគួនប្រើឈាមវិញ្ញាណខ្លួនឯងដាក់បណ្ដាសាដល់សាហាវលើលោកដើម្បីឲ្យគ្រួសារធូសានយើងដាច់ពូជត្រឹមចំនួនឯងឥឡូវនេះពួកវាប្រហែលជាដឹងរឿងអាត់កំបាំងមេឃដីដឹងថាអ្នកដែលមានជោគវាសនាខ្ពស់ដូចជាអ្នកកំឡោះត្រកូលសៀគឺជាអ្នកដែលមកបំបីបណ្ដាសាលើវិញ្ញាណលោកទើបគេព្យាយាមគ្រប់មធ្យោបាយបញ្ជាប្រើដៃគេដើម្បីបញ្ចប់ជីវិតឯងសេសេជីឥឡូវគេគឺជាមនុស្សរបស់គ្រួសារធូសានខ្ញុំហើយអ្នកណាហ៊ានប៉ះគេត្រូវសួរខ្ញុំសិនថាព្រមឬអត់សំរីកាខាងមណ្ឌលកម្មាកម្ព្រាបានផ្ដល់ដំណឹងមកថាពួកក្មេងៗដែលអនុសេនីយ៍ឯចាងធ្លាប់ជួយសង្គ្រោះលើថាលោកមានរបួសធ្ងន់ក៏នាំគ្នាមកលោឡាចង់សួរសុខទុក្ខឥឡូវទប់បញ្ចប់ទេខ្ញុំក៏ចង់ជួបពួកគេដែរមិនបានទេអញត្រូវសម្រាប់នៅទីនេះរឿងក្មេងៗតួខ្ញុំជាអ្នកចាត់ការចាំខ្ញុំត្រឡប់មកវិញចាញ់មកចាងហ៊ុយប្រើមន្តអាគមធ្វើបាសមនុស្សលួចយកជោគវាសនាគេលោកជាអ្នករៀបចំមែនទេបើមែនវាចាំមិនឈប់ទៅបងប្រុសឈប់ទៅកុំធ្វើខុសបន្តទៀតអីគំនុំឈាមរវាងគ្រួសារសៀនិងអ្នកលក់កំបិតធូសាននេះគឺជាគំនុំឈាមដ៏ជ្រៅតើឯងឲ្យយើងឈប់យ៉ាងម៉េចសុនសៀហ្វឹងឯងកុំភ្លេចថាកាលពីមុនកុំតែពុកម៉ែជើងចិត្តល្អរើសឯងពីមាត់ឆ្កែព្រៃយកមកចិញ្ចឹមជាកូនធွာម្លេះឯងខ្លាចទៅជាកំណោឆ្អឹងបាត់ទៅហើយគ្រួសារសៀរបស់យើងមានគុណលើឯងដូចជាភ្នំខ្ញុំចាំខ្ញុំមិនដែលភ្លេចសំបីតែមួយវិនាទីតែលោកមេតបសៀក៏ល្អចំពោះខ្ញុំណាស់គេចាត់ទុកខ្ញុំដូចជាប្អូនបង្កើតដែរយើងទើបជាបងប្អូនយើងជាគ្រួសារតែមួយឯងកុំភ្លេចឯងអាចនៅក្បែរខ្លួនសឿស៊ីយីរហូតដល់គេទុកចិត្តគឺសុទ្ធតែជាគម្រោងដែលពួកយើងរៀបចំទុកទាំងអស់មែនប៉ុន្តែដោយសារតែមុនអាគមងងឹតនឹងហើយកាលនោះឪពុកម្ដាយយើងត្រូវមិចដាក់ទរណកម្មស្លាប់ទាំងវេទនាបងប្រុសឈប់ឆ្លក់វង្វេងទៀតទៅពួកយើងកុំដើរតាមផ្លូវចាស់របស់ពួកគាត់អីឯងទេដែលឆ្លក់វង្វេងចាងសៀវឹងឯងកុំស្មានថាខ្លួនឯងជាមនុស្សគ្រួសារសៀឲ្យសោះបើតាមអត្តសញ្ញាណពិតឯងគ្រាន់តែជាឆ្កែដែលគ្រួសារសៀចិញ្ចឹមទុកជាឆ្កែប្រើសម្រាប់តាមដានសៀវស៊ីយីតែប៉ុណ្ណោះឯងគ្រាន់តែជាឆ្កែចិញ្ចឹមដែលបន្លំខ្លួនឯងគ្រាន់តែជាឆ្កែដែលយើងចិញ្ចឹមជាឆ្កែដែលបន្លំខ្លួននៅក្បែរសៀវស៊ីយីតែប៉ុណ្ណោះឥឡូវគ្រួសារសៀគឺនៅសល់តែពួកយើង2នាក់នោះទេគំនុំនេះត្រូវតែសងសឹកចំណែកឯងគិតមើលឲ្យច្បាស់ទៅបើសៀវស៊ីយីដឹងថាអនុសនីយ៍ដែលគេទុកចិត្តបំផុតគឺជាឯងជាអ្នកលួចយករាសីរបស់គេជាអ្នកផ្សំគំនិតធ្វើឲ្យគេធ្លាក់ក្នុងគ្រោះថ្នាក់តើគេនឹងចាត់ការឯងយ៉ាងម៉េចឯងចាងសៀហ្វាំងអ្នកនាងធូសានហេតុអីក៏មកទីនេះមានការអីមែនទេចាងសៀហ្វាំងបំណុលកំបិតដែលអញជំពាក់ដល់ពេលត្រូវសងហើយតម្លៃតបស្នងគឺប្រាក់1យន់អ្នកនាងធូសានបំណុលនេះខ្ញុំមិនសងទេឯងដឹងទេថាបើជំពាក់បំណុលគ្រួសារធូសានហើយមិនសងនឹងមានផលវិបាកយ៉ាងណាស្រាលគឺបាត់បង់រាសីគ្រោះចង្រៃតាមខ្លួនធ្ងន់គឺវិញ្ញាណរលាយមិនអាចចាប់ចិត្តបានឡើយដឹងខ្ញុំដឹងទាំងអស់អញដឹងចុះហេតុអីក៏មិនសងវាគ្រាន់តែជាប្រាក់1យន់ប៉ុណ្ណោះពីព្រោះតែខ្ញុំបានប្រព្រឹត្តខុសមិនអាចអត់ឱនបានខ្ញុំក្បត់នឹងទឹកចិត្តខ្ញុំមានបំណងចង់ស្លាប់ទៅហើយមិនចង់រស់តទៀតទេគ្រូអាគមតកោសៀងដល់ថោកហ៊ានលេចមកចំពោះមុខខ្ញុំទៀត
គ្រូអាគមតកោសៀងហ៊ានមកចំពោះមុខខ្ញុំទៀតមែនទេ អ្នកនឹងធូសានកុំអីសៀវហ្វឹងបញ្ញាទៅ ខ្ញុំស្មានមិនដល់ថាឯនឹងគ្រូអាគមតកោសៀងដូចជាបាក់តែមួយសោះ ការលួចសំណាងលោកមេតបនេះគឺជាផែនការខົບខិនជាសម្ងាត់របស់ខ្ញុំមានតែខ្ញុំស្លាប់ប៉ុណ្ណោះទើបអាចកាត់ផ្ដាច់ប្រភពនៃគ្រោះថ្នាក់បានហើយឲ្យលោកស៊ឺជីត្រឡប់មកមានសំណាងវិញ ហេតុអីក៏អញធ្វើបាត់នេះ ត្រកូលសៀងមានគុណលើខ្ញុំខ្លាំងណាស់ជីវិតនេះខ្ញុំនឹងប្រគល់ឲ្យពួកគេវិញអ្នកនាងធូតើអ្នកនាងអាចកុំឲ្យលោកមេតបស៊ឺដឹងនៅអ្វីដែលខ្ញុំធ្វើបានទេ ក៏បាន ចាងស៊ីវឹងចាងស៊ីវឹងស៊ីវឹងស៊ីវឹងមានអីស៊ីជាតាមមានអីកាឡើង អ្នកនាងធូតើអ្នកនាងអាចកុំឲ្យលោកមេតបស៊ឺដឹងនៅអ្វីដែលខ្ញុំធ្វើបានទេ គេជំពាក់បំណុលកំបិតបំណុលតែគេមិនព្រមសង លោកមេតប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 ដាច់ខាត់កុំកេងត្រូវតែទ្រាំលោកមេតបប្រយ័ត្នលោកមេតបចាប់ពីពេលនេះតទៅជីវិតខ្ញុំមួយនេះជារបស់លោកហើយ ស៊ីជាគ្មានអ្វីចង់និយាយជាមួយខ្ញុំទេ គ្មានទេ ក្នុងការភ្នែករបស់នាងអ្វីអ្វីគ្រប់យ៉ាងនៅក្នុងលោកនេះសូម្បីតែមនុស្សសេចក្ដីចេតនារបស់មនុស្សគឺវាគ្រាន់តែទូរលេខបំណុលនៅក្នុងបញ្ជីរបស់នាងមែនទេ មិនហើយ ហើយចុះចំណែកខ្ញុំវិញ បញ្ចុះសັບគេទេ ហើយចុះចំណែកខ្ញុំវិញអ្នកនាងទូសានអ្នកនាងមិនទាន់ញ៉ាំអីពេញមួយថ្ងៃហើយណាខ្ញុំយកម្ហូបខ្លះៗមកឲ្យនាង ចូលមក ញ៉ាំទៅតោះក្តៅៗខ្ញុំមិនរំខានអ្នកនាងទៀតទេ សេសយី មានកាយទៀតមែនទេ អរគុណច្រើន អ្នកនាងគឺជាអ្នកមានគុណរបស់តកោសៀការពារតកោសៀការពារជីវិតខ្ញុំគ្រាន់តែហានតែងទួញកុំក្រែងចិត្តអី បងប្រុសរបស់របរដែលនៅសល់ពីសៀវហ្វឹងបានរៀបចំរួចហើយរបស់នេះគឺរកឃើញនៅកន្លែងដែលគេស្នាក់នៅចំណែកឯរឿងបនសំគឺចាត់ចែងទៅតាមបង្គាប់របស់បងហើយ ពិបាកអញហើយប្រើជីវិតខ្លួនឯងបដូរនឹងវាសនាគឺនៅក្នុងថ្ងៃដែលមានរស្មីបំផុតប្រើឈាមស្រស់ដើម្បីបំបែកបណ្ដាសាកែជោគវាសនាបាន លោកមេធំកុំយកចិត្តទុកដាក់អីខ្ញុំគ្រាន់តែអានសៀវភៅជំនឿអរូបីទាំងអស់នេះពេលទំនេរដើម្បីកំដរអបសុខតែប៉ុណ្ណោះ វិជ្ជាបដូរជីវិតពិតជាមានការបដូរជីវិតមែនណាបើសិនជាមែនខ្ញុំអាចរកវិធីដោះបណ្ដាសាឲ្យសុជីបានហើយ
អត់ប្អូនប្រុសឯងរបួសមែនទេលេខខ្ញុំលេខធូសាន់ជូមួយដៅនេះខ្ញុំចាំទុកនៅក្នុងជីវិតជានិច្ចចម្លែកណាស់ហេតុអីក៏ទីនេះមានអារម្មណ៍ថាថប់ក្នុងចិត្តឃើញគេឈឺចាប់ដល់ថ្នាក់ហ្នឹងហេតុអីក៏ខ្ញុំមិនអាចប្រកាសចិត្តបានថារឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំសេជឿនាងមកមែនទេសេសឿអញពិតជារវើរវាយមែនតើនាងអាចលេចមុខនៅទីនេះបានយ៉ាងម៉េចទៅចិញ្ចៅតើរៀបចំរបស់តាមបញ្ជាឲ្យខ្ញុំឲ្យលឿនបំផុតហើយកុំឲ្យអ្នកណាដឹងអសោះបានបងប្រុសបងឈួតហើយមែនទេតើបងចង់ប្រើរិស័យខ្លួនឯងដើម្បីដោះបណ្ដាសាននាងធូសានមែនទេនេះរឿងនេះវាមានតម្លៃដែរទេវាបាត់បង់ជីវិតណាគ្មានពាក្យថាអត់តម្លៃឬក៏មានតម្លៃទេអញភ្លេចហើយមែនទេបើកាលពី10ឆ្នាំមុនគ្មានលោកតាជួយសង្គ្រោះទេនោះបើការនោះសានជាមិនបានជួយច្រើនដងទេម្លេះត្រកូលសៀប្រកាសជារលាយបាត់ហើយតើបានគ្រឹះមេតមអស់ពីណាហើយពួកយើងអាចមកឈរនៅទីនេះបានទេជីវិតខ្ញុំមួយនេះគួរតែបាត់បង់កាលពី10ឆ្នាំមុនបើអាចបដូរឱកាសរស់រៀនឲ្យនាងបានមិនចាំបាច់និយាយអីទៀតទេត្រូវចាំទុករឿងនេះត្រូវតែរក្សាជាសម្ងាត់ជាពិសេសនោះគឺសាន់ជីវមិនអាចឲ្យនាងដឹងរឿងនេះជាដាច់ខាតយល់ទេដល់ពេលហើយសៀវស៊ូជីប្រហែលជាបានឃើញសិភៅនោះហើយក៏បានឃើញក្តីសង្ឃឹមនៅក្នុងនោះដែរផែនការរបស់ខ្ញុំអាចបន្តជំហានបន្ទាប់បានហើយជួយផងធូសានជីវយើងពិតជាចង់ដឹងណាស់បើដឹងការពិតហើយនាងនឹងមានទឹកមុខបែបណាเรื่องละអត់ជីវរាសីអត្តរិទ្ធនៅលើខ្លួនមេតបត្រកូលសៀននោះវាងើបឡើងវិញពាក់កណ្ដាលហើយវាគ្រប់គ្រាន់នឹងទប់បណ្ដាសានៅក្នុងខ្លួនចៅបានពេលចិត្តមកដល់ហើយរឿងរៀបការរបស់ចៅมันអាចបញ្ជាពេលបានទេចាំទុកត្រូវតែមានការរៀបការត្រឹមត្រូវដែលឋានសួគ៌ទទួលស្គាល់ហើយត្រូវបង្កើតចំណងប្តីប្រពន្ធពិតប្រាកដមានតែការរួមបញ្ចូលគ្នាយិននឹងយ៉ាងបែបនេះទេទើបអាចភ្ជាប់ប្រលឹងជាមួយគ្នាហើយនឹងខ្ចីកម្លាំងរាសីរបស់គេមកបំបែកបណ្ដាសាស្លាប់មុនអាយុ20របស់ចៅបានលោកតាជានិច្ចកាលលោកតាតែនិយាយថាអ្នកលោកកំបិតត្រូវតែជំរះកម្មផលតែលោកតាមិនដែលប្រាប់ខ្ញុំទេថាអ្វីទៅជាប្តីប្រពន្ធអ្វីទៅគឺជាសេចក្តីស្រឡាញ់នេះវាគឺជាមនោសញ្ចេតនារបស់មនុស្សលោកវាជាអត្តកម្បាំងពិបាកនឹងពណ៌នាណាចៅគ្រាន់តែធ្វើអ្វីតាមតាប្រាប់ទៅថ្ងៃក្រោយចៅនឹងយល់ដោយខ្លួនឯងហើយមកយ៉ាងទៀតគ្រូអាគមត្រកូលសៀងចាំទុកមិនត្រូវប្រហែសជាដាច់ខាតបងប្រុសរបស់ដែលបងត្រូវការរៀបចំរួចអស់ហើយដាក់នៅបន្ទប់សម្ងាត់ខាងលិចល្អណាស់មកយ៉ាងទៀតរឿងដែលបងឲ្យខ្ញុំស៊ើប
ពីគ្រួសារលោកដាវនិងត្រកូលមុនអាគមខ្មៅគឺមានតម្រុយខ្លះហើយវាដូចជាអ្នកនាងធូសានិយាយមែនកាលពីច្រើនឆ្នាំមុនត្រកូលគ្រូអាគមពិតជាបានតតាំងជាមួយនឹងអ្នកលក់កំបិតយ៉ាងខ្លាំងក្លាមែនចុងក្រោយត្រកូលអាគមក៏បានចាញ់បន្ទាប់មកក៏បាត់សូនឈឹងព័ត៌មានទាំងអស់ហាក់ដូចជាត្រូវបានលុបចោលដោយចេតនាពីបាននឹងស៊ើបអង្កេតណាស់អ្វីដែលរកច្បាស់នៅពេលនេះគឺត្រកូលអាគមដែលចាញ់ការនោះមាននាមត្រកូលថាសៀវ ត្រកូលសៀង បាទតើបងត្រូវការបន្ថែមមនុស្សទេដើម្បីឆែកនៅក្នុងក្រុងណានឈឹងរកមនុស្សត្រកូលសៀវទាំងអស់ ស៊ើបឲ្យខ្ញុំណាមិនឲ្យរំលងសំបីតែតម្រុយបន្តិចបានណាហ៊ានធ្វើបាបសៀវជីវពួកវាត្រូវតែសមវិញឲ្យសមតម្លៃ បាទ នៅមានកាយទៀត បងប្រុសតើគ្មានវិធីផ្សេងទៀតទេមែនទេចាំបាច់ប្រើវិធីបដូរជីវិតអីបែបហ្នឹងទើបយកជីវិតបងទៅបដូរជាមួយជីវិតនាងបែបនេះបើអញ្ចឹងយកជីវិតខ្ញុំតែម្ដងទៅជីវិតខ្ញុំធម្មតាទេឲ្យខ្ញុំទៅបដូរជាមួយអ្នកនាងធូសានទៅបានទេ ចេញទៅទឹកចិត្តឯងបងយល់ណាស់តែបំណុលបងជាអ្នកជឿរើសអញចេញទៅ បងប្រុសបំណត់ដែលបងជំពាក់ត្រូវរៀបការជាមួយអ្នកនាងធូសានជីវចុះហេតុអីក៏បងមិនរៀបការជាមួយនាងទៅតើចាំបាច់អីត្រូវដើរផ្លូវបដូរជីវិតដែលគ្រោះថ្នាក់បែបនេះ នាងមានសមត្ថភាពអស្ចារ្យនាងមានចិត្តស្អាតស្អំចំពោះកម្មផលឋានសួគ៌វិជ្ជាអាគមគឺនាងមើលធ្លុះមានតែរឿងមួយយ៉ាងគត់មនោសញ្ចេតនានៅលើលោកនេះនាងហាក់បីដូចជាមិនយល់សោះដូចជាกระดาษសអញ្ចឹងការដែលខ្ញុំរៀបការជាមួយនាងតាមកិច្ចសន្យាគឺជាការត្រឹមត្រូវតែបើសិនជាថ្ងៃក្រោយនាងជួបមនុស្សម្នាក់ធ្វើឲ្យនាងរំភើបចិត្តធ្វើឲ្យនាងស្គាល់ថាអ្វីជាក្តីស្រឡាញ់ដល់ពេលនោះអាពាហ៍ពិពាហ៍ដែលកើតចេញពីរឿងនេះតើវាមិនខ្លាចទៅជាខ្នោតអាចចងជើងនាងទេ បងប្រុសចុះបើសិនជាអ្នកនាងធូសានជីវស្រឡាញ់បងពិតប្រាកដនោះ នៅក្នុងការភ្នែករបស់នាងអ្វីគ្រប់យ៉ាងនៅលើលោកនេះសូម្បីតែមនោសញ្ចេតនារបស់មនុស្សគ្រាន់តែជាទូរលេខបំណុលនៅក្នុងបញ្ជីខ្មៅរបស់នាងតែប៉ុណ្ណោះ មែនហើយ ហើយចុះខ្ញុំវិញ បញ្ចុះសັບរបស់គេទេ ទៅធ្វើការទៅជាការសម្រេចចិត្តរបស់ខ្ញុំទេគឺមកប្រូលហើយ រកអញឃើញហើយគ្រូអាគមតកោសៀង សូមរាយការណ៍លោកមេតំរកឃើញហើយនៅក្លឹបប៉ៅឡាមិននៅភូមិខាងជើងក្រុងថ្មីនេះមានបារម្ភម្នាក់ត្រកូលសៀវឧស្សាហ៍ទៅទីនោះហើយជួបបន្ទប់ថ្លៃទៀតផងការចាយលុយកាក់រត់តែចម្លែកហើយថ្មីនេះមាននារី5នាក់ស្លាប់យ៉ាងអាត់កំបាំង គឺវានឹងហើយសេជីវនាងបានការពារខ្ញុំជាច្រើនលើមកហើយលើកនេះដល់ពេលដែលខ្ញុំត្រូវជំនះឧបសគ្គឲ្យនាងវិញហើយមិនថាបងថ្លៃអ្វីក៏ដោយបងប្អូនទាំងអស់គ្នាគោលដៅគឺក្លឹបបៃឡាវអាពួកចង្រៃនោះសម្អាតក្រុងណាងឈើងឲ្យស្អាត ទៅបញ្ជា មិនថាអញទៅដល់ទីណាក៏នៅតែមិនចោះចរិតលួចលាក់ធ្វើជាខ្មោចធ្វើជាព្រាយអញ្ចឹងដែរបំបាច់ទទួលទៅ តែនរកទៅសមជាអ្នកខ្លាំងនៅក្នុងចំនួនថ្មីរបស់ត្រកូលធូសានមែនញៀនដឹងរហ័សណាស់
ឲ្យខ្ញុំទាយទៅមើលបញ្ញាប់ចង់ចាត់ការខ្ញុំដល់ថ្នាក់នឹងប្រហែលជាបញ្ញាប់ត្រឡប់ទៅរៀបការជាមួយនឹងមេតបសៀរបស់នាងមែនទេដើម្បីដោះបណ្ដាសាស្លាប់មុនអាយុ20ឆ្នាំដល់ឈឺចាប់នោះតាមែនដែរទេ មែនហើយវាយ៉ាងម៉េច គួរឲ្យស្ដាយដែលនាងគ្មានឱកាសនោះទេមេតបសៀរបស់នាងគឺចិត្តស្លាប់ទៅហើយ និយាយផ្ដេសផ្ដាស់ ខ្ញុំបានឲ្យចាងសៀវហ្វឹងយកវិជាលួចរាសីពិតប្រកបបន្លំធ្វើជាបំភាន់ភ្នែកទៅឲ្យមេតបរៀនជូម៉ា